ជាមួយយើងក្រៅទៅពីយើងខ្លួនយើងទេហើយអ្វីដែលជារបស់ដូនតាយើងបើយើងមិនថែទេទុកឲ្យអ្នកណាគេថែម្ចាស់ថ្លៃហើយបើយើងកូនឯងម្ដាយឯងយើងមិនថែទៅឲ្យកូនគេមកថែគេម្ដាយឪពុកយើងដូចមិនដេចបានចឹងយើងថែរក្សាទៅវាមិនដោះខុសអីទេដោយថាម៉ែឪយើងចែកស្រែឲ្យឯកឧត្តមបណ្ឌិតនៅស្រុកកំពង់ធំចឹងទៅណាដល់តែឯកឧត្តមឡើងធ្វើការមុខនីតិនៅឯភ្នំពេញទោះឯកឧត្តមមិនធ្វើស្រែទុកតែស្រែនឹងជាគេទៅឯកឧត្តមពេញទួនាទីថ្មីទៅទៀតទៅតែគេរបស់ដូនតាឯកឧត្តមរក្សាទុកទៅមានតែខាតបង់ពីណាមកយ៉ាងណាមិញអស់លោកទាំងឡាយយករឿងនឹងជាឧទាហរណ៍ទៅឥឡូវយើងដើរមកដល់សហសវត្សថ្មីបើគ្រិស្តសករាជ2023ហើយបើយើងមិនយកសម័យអភិវឌ្ឍបែប1000ឆ្នាំមុនមកប្រើទេក៏យើងគ្រាន់តែរក្សាវាទុកទៅហើយយើងយកអាការចំណេះជំនាញក្នុងសម័យ1000ឆ្នាំក្រោយនេះយកមកអនុវត្តទៅ1000ឆ្នាំមុនបើមិនរៀនពីជ័យសង្គ្រាមវេទយុទ្ធតាជ័យភូមិអីយកទេគេមិនយកធ្វើការទេអ្នកនោះព្រោះអត់ចេះអីទេសម័យនោះគេហៅថាអ្នកអត់ចេះអីហើយតោះតែអ្នកចេះរបស់អស់ហ្នឹងបានតែគេយកមកធ្វើការដល់តែយើងសពថ្ងៃនេះបើមិនបានរៀនសិក្សាចំណេះជំនាញឲ្យចាប់បរិញ្ញាបត្រអនុបណ្ឌិតអីទេគេក៏មិនយកទៅធ្វើការដែរអញ្ចឹងរឿងតាមសម័យកាលវាវិវត្តតាមសម័យកាលតែយើងក៏កុំទៅបន្ទោសបន្អាប់សម័យកាលមុនថាវាយ៉ាងនេះសម័យកាលនេះថាវាយ៉ាងនោះអីព្រោះអាការចោតប្រកាន់គ្នានឹងហើយដែលវាធ្វើឲ្យលុបបំបត្តិភាពសុខដុមរមណីយកម្មហើយការចោតប្រកាន់គ្នានេះហើយធ្វើឲ្យបាត់បង់សាមគ្គីបែកជាបកជាពួកជាក្រុមកាលណាបែកជាបកជាពួកជាក្រុមប្រជាពលរដ្ឋស័តបែកគ្នាកាលណាប្រជាពុទ្ធបរិស័ទបែកគ្នាអស់មនុស្សចូលវត្តចំណេញអ្នកណាចំណេញតែខាតបង់ទេថាពីដើមសម្បូរមនុស្សចូលវត្តឥឡូវយើងបន្ទោសថាទេយាយគាត់ជាប់ចៅគាត់ជាប់កូនទៅគាត់មិនសូវចូលវត្តខ្ញុំកណាអាត្មាថាមិនមែនបែបដូច្នោះទេការដែលគាត់មិនចូលវត្តព្រោះតែការបំបត្តិបង់ជំនឿការបំបត្តិបំបងប្រពៃណីដល់តែអញ្ចឹងទៅមនុស្សខ្សោយយូរទៅមិនត្រឹមតែគេមិនចូលវត្តទេប្រសង់បិណ្ឌបាតចង់ដាច់កង្ហាន់ទៅទៀតនោះគេមិនដាក់ទៅទៀតនោះព្រោះតែអីលទ្ធផលនៃការបែកបាក់គ្នានឹងហើយការចូលវត្តគឺមនុស្សចង់បានសេចក្តីសុខមិនថាសុខក្នុងលោកកយៈសម្បត្តិឬសុខក្នុងលោកកតរៈសម្បត្តិទេគឺគេប្រាថ្នានៅសេចក្តីសុខទើបគេចូលវត្តហើយបើយើងថាចូលវត្តវាគ្មានសេចក្តីសុខទេមិនបាច់មកសុំសុខពីវត្តទេវាគង់តែអស់មនុស្សចូលវត្តទេអាហ្នឹងអញ្ចឹងហើយយើងកុំតែប្រកាន់រឿងអស់នោះអីអ្នកណាធ្វើបែបណាបានសេចក្តីសុខឲ្យគេធ្វើបែបហ្នឹងទៅសេចក្តីសុខវាមានតាមសង្គមជនបទតាមកន្លែងទីស្ថានមួយរៀងខ្លួននឹងអញ្ចឹងយើងអ្នកនៅទីក្រុងយើងស្គាល់តែភ្លើងអគ្គិសនីទឹកក្តៅត្រជាក់ម៉ាស៊ីនរបៀបរបបប្រើប្រាស់ទំនើបចំណែកអ្នកនៅភ្នំកវាញជួរភ្នំកវាញគេស្គាល់តែរបៀបរស់នៅបែបភ្នំកវាញផ្សិតណាពុលផ្សិតណាមិនពុលផ្លែណាពុលផ្លែណាមិនពុលផ្លែណាហូបបានផ្លែណាហូបមិនបានអាហ្នឹងយើងធ្វើម៉េចគ្នាអ្នកប្រៃភ្នំឥឡូវឧទាហរណ៍ថាអ្នកម្ខាងនេះនៅភ្នំអ្នកម្ខាងនេះនៅក្រុងអ្នកក្រុងតែជាទាំងងប់មើលអាពួកភ្នំនោះវាស៊ីអីមិនស៊ី strawberry cherry ប៉មទៅពាំងបាយជូរណាល្អមិនទេមិនស៊ីវាទៅស៊ីស្អីអាទៅពាំងបាយជូរព្រៃស៊ីហើយល្មោះមាត់ស៊ីអីអាភ្ញៀវនោះជូរសឹងអីចុះបើគ្នានៅភ្នំទៅរករបស់ទាំងអស់នោះពីណាឲ្យគ្នាបរិភោគអីឲ្យតែគ្នារស់ស្រួលគ្នាបរិភោគនឹងទៅចំណែកយើងអ្នកទីក្រុងយើងបរិភោគអីស្រួលក៏យើងបរិភោគនឹងទៅតែបើយើងតែតេះដៀលអ្នកនោះថាបរិភោគយ៉ាងនេះយ៉ាងនោះតើយើងបានសេចក្តីសុខមកពីណាចុះបើអ្នកស្រែគេចោទវិញថាណែអាដែលអង្គស្រូវដែលយើងហូបនឹងយកពីស្រែទៅទាំងអស់ទេអញ្ចឹងអ្នកខ្លៅក៏ពឹងអ្នកប្រាជ្ញក៏ពឹងអ្នកខ្លៅទ័ពកើតែបិទពុលខ្លែងហើតែបិទខ្ចប់សំពៅក៏ពឹងសំប៉ានដែរអញ្ចឹងបើយើងដាច់តែមកថាទេប្រមូលអ្នកប្រាជ្ញតែនៅតែមកកោះតែមកឲ្យឆ្លាតតែគ្នាឯងក៏ទៅមិនរួចដែរបើប្រមូលអ្នកល្ងងឲ្យនៅម្ដុំក៏មិនបានដែរអញ្ចឹងហើយតើទៅពង្រួមគ្នាទៅយើងចាំពាក្យមួយថាមីនុំស្ដាច់អស់បុណ្យដោយសារមីនុំមនាងនិមើលអស់បុណ្យដោយសារអង្គរៈអញ្ចឹងយើងនិយាយក្តីត្រង់ចំណុចណាដែលយើងពេញចិត្តមិនពេញចិត្តក្តី
លេបទុកក្នុងចិត្តទៅចាំតទល់គ្នាដោយស្ងាត់កន្លែងណាទៅយើងចែកវែកញែកដឹងហេតុដឹងផលគ្នាទៅយើងឈប់ទាស់ជប់ទិសគ្នាហើយតែយើងបញ្ចេញទៅតាមអារម្មណ៍តាមតែកញ្ញុះតាមតែកញ្ញក់ហ្នឹងទេអ្នកអស់ហ្នឹងមិនកំណត់ល្អអីចង់បង្ខូចយើងក៏ថាបានទៅលួចយកអាណាដែលមិនល្អរបស់យើងហ្នឹងយកទៅបង្ហាញទៅឲ្យសង្គមបច្ចុប្បន្នមនុស្សមិនសូវមានសុភវិនិច្ឆ័យផងជួនកាលអាគ្នាចោលឆក់កបោកអញ្ចឹងគ្នានឹងខំទៅរត់យកកបោកឲ្យតាមតនអាគ្នាយកឲ្យនឹងវាយគ្នាសឹងស្លាប់ហើយចាប់គ្នាដាក់ប៉ុស្តិ៍ទៀតព្រោះតែវិនិច្ឆ័យខុសដួលម៉ូតូដួលអីអញ្ចឹងគ្នាខំទៅជួយលើកចោតថាគ្នាយកនេះយកនោះថ្ងៃក្រោយដួលទៅគេលែងលើកទៅស្លាប់អត់អំពើវាមកតែពីចូលចិត្តមើលឃើញតែទោសបើអត់មើលឃើញបុណ្យណាអញ្ចឹងបានថាធ្វើគុណ100សំពៅទៅទោសមួយចូលទៅរលីគុណអស់ហើយយើងចូលចិត្តតែចាប់ទោសគ្នាមកហែកមកហួគ្នាអញ្ចឹងទៅខ្ញុំកណាខ្ញុំម្ចាស់ស្ទូលសុំសួរប្រពន្ធម្ចាស់គ្រប់ព្រះអង្គថាមើលអ្នកណាដែលសពថ្ងៃហើយមិនខុសនោះដើររកឲ្យបានមួយឲ្យខ្ញុំកណាមើលកែងលយកជាគំរូថាបើអត់មានអ្នកណាត្រូវទាំងអស់ទេវាសឹកតែអ្នកមានកំហុសព្រោះតែកើតក្នុងវត្តដាក់នឹងស្រាច់បាត់ទៅហើយចឹងហើយតែយើងព្យាយាមចាក់កំហុសគ្នាបន្តទៀតវាបានប្រយោជន៍អីវាអត់បានប្រយោជន៍អីទេអញ្ចឹងហើយសង្គមមួយបើយើងរួមតែអាណាស្អុយវាស្មើនឹងយើងធ្វើខ្លួនឲ្យទៅជារុយហើយតាមរួមតែរបស់ស្អុយហ្នឹងទៅយូរទស្សនភាពសង្គមហ្នឹងឃើញតែរឿងស្អុយទៅហើយមួយទៀតរឿងក្អូបរឿងដែលផ្សព្វផ្សាយវាអត់នាំគ្នានិយាយយូរទៅសង្គមឃើញតែរឿងអាក្រក់អារឿងល្អបាត់បង់អាត្មាដូចជាចាំសម្ដីថ្នាក់ដឹកនាំយើងមួយរូបលើកឲ្យចំពនាមចំឈ្មោះទៅសម្ដេចកតិព្រឹទ្ធបណ្ឌិតលោកថាអត់ឲ្យខំធ្វើស្ពានធ្វើផ្លូវមិនថតអាណាបុកគ្នាបន្តិចអូថតបង្ហោះបង្ហាញអាណាកាត់គ្នាបន្តិចបន្តួចហ្នឹងព្យាយាមបង្ហោះបង្ហាញទៅដល់តែមែនតែទៅបើកព័ត៌មានទៅឃើញតែរឿងអស់ហ្នឹងអាហ្នឹងមកពីអីមកពីយើងចូលចិត្តនាំគ្នាធ្វើតែមនុស្សរុយអារឿងណាក៏អូបបំប្រំគ្នារោមទេរោមតែរឿងស្អុយយ៉ាងដែរហ្នឹងហើយអញ្ចឹងយូរទៅបើកើតតែជាស្រុកខ្មែរគេថាស្រុកស្អុយមនុស្សចូលចិត្តមើលតែរឿងស្អុយអញ្ចឹងទៅបើគេធ្វើល្អបានហ្នឹងទៅបំប្រំភ្នំគ្នាមើលអាល្អហ្នឹងទេតែបើបានគេជេរគ្នាឲ្យមើលហ្នឹងចូលចិត្តតែមើលគេជេរគ្នាហ្នឹងដែរហើយមិនដឹងជេរទៅមើលទៅវាចំណេញអីក៏អត់ចំណេញអីទេខាតបង់តែផលប្រយោជន៍ពេលវេលាតម្លៃទេអញ្ចឹងបង្រួមចូលឲ្យខ្លីមកវិញចង់បង្ហើមថាសូមឲ្យលោកទាំងឡាយមើលចំណុចល្អរបស់សង្គមជាតិសង្គមសាសនាយើងឲ្យច្រើនព្រះសង្ឃកុំតែចាប់ទោសព្រះសង្ឃនៅព្រះអង្គខំប្រឹងណាស់ដូចជាវត្តប្រាសាទនាងខ្មៅវត្តណែប្រុសព្រះអង្គគ្រូកដាលខ្ចាស់ហ្នឹងហើយវត្តណែវត្តពីរហ្នឹងតើគេឃើញគេស្គាល់ខ្លះណាចិញ្ចឹមព្រះសង្ឃច្រើនដូចវត្តសម្ដេចពពោទិវាំងអីចិញ្ចឹមមកទល់សំតាប់ថ្ងៃ10000អង្គហើយព្រោះមួយឆ្នាំ300អង្គអីណោះវត្តច័ន្ទបុរីវងមួយឆ្នាំ300អង្គវត្តសវណ្ណវត្តចំពោះក្អែកមួយឆ្នាំ300អង្គវត្តសម្ដេចហើយសិតតែចិញ្ចឹមលោករៀនហើយព្រះអង្គខ្លះចេញពីតកូលកសិកររាជប្រជាសត្វសាទរៀនបានចប់បណ្ឌិតអនុបណ្ឌិតទៅព្រះអង្គអស់និស័យទៅព្រះអង្គលាសិក្ខាមកបានចូលទៅបម្រើការក្នុងស្ថាប័នបម្រើជាតិបម្រើសង្គមជាតិវិញទៀតហើយយើងពីដើមពីទសវត្សឆ្នាំ60តែកាលណាចប់ពុទ្ធកៈចាប់ពុទ្ធកៈមហាវិទ្យាល័យចេញមកគេឲ្យធ្វើមេធាវីគេឲ្យចេញទៅតុលាការបានហើយព្រោះអ្នកដែលរៀនច្បាប់វិន័យចេះសុភវិនិច្ឆ័យវែកញែកដើមចងច្បាស់លាស់ណាស់ដោយភិក្ខុសង្ឃអញ្ចឹងភិក្ខុសង្ឃចោតគ្នាដោយអាបត្តិតតែមានមូលហើយទៅចោតគេដោយអាបត្តិអត់មានមូលវាត្រូវអាបត្តិខ្លួនឯងវិញឥឡូវដូចខ្ញុំកណាខ្ញុំចោតព្រះអង្គម្ចាស់ថាបរាជិករមូលសិនណាជំនុំវិន័យធររហេតុរផលគ្នាសិនបានតែចោតទៅបានហើយបើនឹកឃើញចោតទេអាហ្នឹងទោះបានមកខ្លួនឯងវិញអាហ្នឹងអញ្ចឹងណាព្រោះតឡាការដូចគ្នាដែលកាត់ក្តីវាតតែរហេតុរផលសិនចេះតែចោតទៅអាហ្នឹងចោលកើតអ្នកល្អកើតចោលហើយអាហ្នឹងអញ្ចឹងអារឿងល្អយើងនាំគ្នាមើលទៅដូច
វត្តព្រះអង្គម្ចាស់ធម្មលង្ការោចន្ទសជនព្រះអង្គម្ចាស់ជួនកកដាអីឃើញតែព្រះអង្គចិញ្ចឹមលោកនាងចឹងណាបានរៀនបានសូត្រយើងធ្វើមិនដូចលោកទេយើងចិញ្ចឹមតកូន3 4 5ហ្នឹងវេទនាផងលោកចិញ្ចឹមកូនច្រើនណាហើយសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គដោយសម្ដេចព្រះពុទ្ធវាំងអីចិញ្ចឹមទាំងបាយទាំងទឹកទាំងស្នាក់នៅទាំងធ្វើដំណើរអីចឹងវត្តរាជបូរសម្ដេចព្រះព្រហ្មរតនមនីអីព្រះអង្គក៏ចិញ្ចឹមភិក្ខុសង្ឃបង្កើតពុទ្ធកៈវិទ្យាល័យព្រះសង្ឃបានរៀនច្រើនណាស់ដោយសារសំណាក់ព្រះសង្ឃហ្នឹងហើយបើលោកចេះដឹងទៅលោកបួសក៏ចម្រើនក្នុងព្រះសាសនាហើយលោកសឹកទៅវិញក៏លោកចម្រើនក្នុងសង្គមជាតិដែរហ្នឹងអញ្ចឹងមិនមែនតែវត្តហ្នឹង2 3ហ្នឹងទេវត្តក្នុងស្រុកខ្មែរច្រើនណាស់ជួយដូចខាងបាត់ដំបងអីសិតតែវត្តកំផែងវត្តផ្សេងទៀតទឹកតែកន្លែងរៀនសូត្រនឹងជាគុណតម្លៃរបស់ព្រះសង្ឃយើងមិនកំណំគ្នាមើលទៅមិនកំណំគ្នាសរសើរទៅលើកមកវែកញែកទៅដើម្បីឲ្យវាភាពល្អហ្នឹងវាកាន់តែខ្ជោខ្ចាយខ្ទខ្ទាហ្នឹងអញ្ចឹងហើយតែយើងរួបរวมសាមគ្គីគ្នាមកអរិយធម៌វប្បធម៌ក៏គង់វង្សប្រពៃណីទំនៀមទម្លាប់ក៏គង់វង្សភាពត្រចះត្រចង់នៃសង្គមជាតិនិងសង្គមសាសនាក៏ត្រចះត្រចង់ដែររឿងទាំងអស់នោះបានមកពីកម្លាំងសាមគ្គីនឹងដដែលទេមានប៉ុណ្្នឹងចោះលោកម្ចាស់ពុទ្ធព្រះអង្គប៉ុណ្ណាគុណម្ចាស់